ខ្មែរយើងពេលបន់ស្រន់បួងសួងផ្សងសុំអ្វីគឺយកផ្កាឈូកនេះឯងធ្វើជាសក្ការៈបូជាជាពិសេសនៅថ្ងៃសិលតែម្ដងព្រោះផ្កាឈូកជាផ្កាបរិសុទ្ធផូរផង់ល្អប្រពៃទោះក្មេងចាស់ប្រុសស្រីក៏ត្រូវការផ្កាឈូកបាននៅទីក្រុងភ្នំពេញយើងគេឃើញនៅកន្លែងព្រះអង្គដងការគេដាក់ផ្កាឈូកលក់សម្រាប់អ្នកដែលជាប់បំណន់ហេតុដូច្នេះគេមកបន់លាបំណន់នៅទីនោះច្រើនកកហើយជាពិសេសអ្នកមានគូសង្សារគេតែងទៅស្បត់សច្ចានៅទីនេះហើយផ្កាឈូកនេះហើយជាផ្កាល្អបវរមកមងសម្រាប់ខ្មែរយើង